សម្ដេចហ៊ុនសែនទទូចឲ្យមេគុនខ្មែរនិងកីឡាករត្រកូលអេដោះស្រាយគ្នាក្រោយត្រឡប់មកពីក្រៅប្រទេសវិញសម្ដេចហ៊ុនសែនស្នើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលលិខិតពីនៃកីឡាករអេវីរៈខំឆិតភូថងនិងអេអាម៉ារីនភូថងបណ្ដោះអាសន្នសិនក្រោមហេតុផលប៉ះពាល់កិត្តិយសជាតិសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាថែមទាំងទទូចឲ្យប្រធានគុនខ្មែរលោកខៅឆៃនិងកីឡាករត្រកូលអេទាំងពីររូបដោះស្រាយគ្នាដោយសន្តិវិធីក្រោយត្រឡប់ពីក្រៅប្រទេសរៀងៗខ្លួនសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅថ្ងៃទី26ខែកុម្ភៈបានសម្រាកផ្អាកអេវីរៈខំឆិតភូថងនិងអេអាម៉ារីនភូថងមិនឲ្យឡើងសែងវៀនទាំងគម្រិតជាតិនិងអន្តរជាតិរយៈពេល6ខែលោកខៅឆៃប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលជាប់បេសកកម្មដឹកនាំកីឡាករគុនខ្មែរទៅក្រៅប្រទេសបានប្រាប់សារព័ត៌មាន Digital ថ្មីៗពីក្រុងប៉ារីសថាហេតុផលសំខាន់បំផុតជុំវិញការដាក់ពិន័យកូនប្រុសលោកអេភូថងទាំងពីរនាក់គឺជាការមិនគោរពវិន័យនិងមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុងអង្គភាពរបស់មជ្ឈមណ្ឌលកីឡាតូបជាច្រើនលើកជាច្រើនសារមកហើយតាមរយៈកិច្ចសម្ភាសន៍រវាងសារព័ត៌មាន Digital ថ្មីៗនិងប្រធានគុនខ្មែរបានធ្វើឲ្យមានការជជែកវែកញែកយ៉ាងច្រើនដោយខ្លះរិះគន់លើការលើកឡើងរបស់លោកខៅឆៃនិងមួយចំនួនទៀតមិនពេញចិត្តចំពោះទង្វើរបស់កីឡាករប្រដាល់ទាំងពីរនាក់ដែលជាកូនប្រុសរបស់លោកអេភូថងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្ដេចហ៊ុនសែនក៏ប្រតិកម្មនឹងករណីនេះផងដែរនៅព្រឹកថ្ងៃទី27កុម្ភៈសម្ដេចបានស្នើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលលិខិតពីនៃកីឡាករអេវីរៈខំឆិតភូថងនិងអេអាម៉ារីនភូថងបណ្ដោះអាសន្នសិនក្រោមហេតុផលប៉ះពាល់កិត្តិយសជាតិនិងទទូចឲ្យប្រធានគុនខ្មែរនិងកីឡាករអេទាំងពីររូបដោះស្រាយគ្នាដោយសន្តិវិធីនៅក្រៅពេលពួកគេចាប់បេសកកម្មត្រឡប់ពីក្រៅប្រទេសរៀងៗខ្លួនក្នុងសម្ដីរបស់សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជារៀបរាប់ដូចនេះថាក្រោយការផ្ទុះការវែងញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល6ខែក្នុងពេលដែលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេសខ្ញុំសូមសំណូមពរដល់ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាតាក់ទងទៅនឹងកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនិងការងារផ្ទៃក្នុងសហព័ន្ធផងដែរ